សូមក្រាបថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គនិងគោរពជម្រាបសួរបងប្អូននៅព្រឹកថ្ងៃទី3ខែធ្នូឆ្នាំ2025នៅទីស្នាក់ការគណៈបកប្រជាជនកម្ពុជាស្រុកសណ្ដានបានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី47ទីវាលកំណើតរណសេរសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា2ធ្នូ1978និង2ធ្នូ2025ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអ៊ុនបុតសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណៈបកខេត្តនិងជាអនុប្រធានរណសេរសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជាខេត្តកំពង់ធំចំពោះសមាជិកផ្សេងដែលបានអញ្ជើញចូលរួមនៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី47ទីវាលកំណើតរណសេរសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា2ធ្នូ1978 2ធ្នូ2025នេះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់អស់លោកស្រីជាអនុប្រធានសមាជិកគណៈអចិន្ត្រៃយ៍គណៈបកស្រុកសមាជិកគណៈបកឃុំទាំង9ព្រះសង្ឃព្រះគ្រូអនុគុណស្រុកសណ្ដានព្រមទាំងព្រះសង្ឃគ្រប់ព្រះអង្គនិងលោកគ្រូអ្នកគ្រូក្មួយបងប្អូនសិស្សនិស្សិតព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលជាសមាជិកសមាជិកាគណៈបកប្រជាជនកម្ពុជាស្រុកសណ្ដានក៏បានចូលរួមយ៉ាងអធិកអធមផងដែរលោកនាយករដ្ឋបាលសាលាស្រុកអ្នកសម្របសម្រួលកម្មវិធីក៏បានជម្រាបជូនឯកឧត្តមប្រធានគណៈធិបតីនិងភ្ញៀវកិត្តិយសបានជ្រាបអំពីខ្លឹមសារនិងគោលបំណងនៃការរៀបចំពិធីអបអរសាទរនាថ្ងៃនេះជូនអង្គពិធីបានជ្រាបជាបន្តឯកឧត្តមប្រធានគណៈធិបតីក៏បានអាននៅសន្ទរកថារបស់សម្ដេចគតិសង្ឃបណ្ឌិតម៉ែនសំអនអនុប្រធានគណៈបកប្រជាជនកម្ពុជានិងជាប្រធានក្រុមប្រឹក្សាជាតិរណសេរសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជាបានជ្រាបអំពីខ្លឹមសារនិងសារៈសំខាន់នៃការចូលរួមរបស់សមាជិកសមាជិកាទាំងអស់ក្នុងពិធីមេត្តាញនាពេលនេះផងដែរក្នុងនោះក៏មានការឡើងបញ្ញាចិត្តនិងមានចំណាប់អារម្មណ៍របស់ក្មួយបងប្អូនសិស្សនិស្សិតនៃវិទ្យាល័យហ៊ុនសែនសណ្ដានជូនអង្គមេត្តាញបានជ្រាបនៅក្នុងពិធីនេះនិងសូមជូនពរដល់ឯកឧត្តមគណៈធិបតីនិងសមាជិកសមាជិកាដែលបានចូលរួមនៅក្នុងពិធីនេះជួបប្រទះតែនឹងសេចក្តីសុខសេចក្តីចម្រើនសូមអរគុណ